Hello សួស្តីគ្នាយើងជួបគ្នាម្ដងទៀតហើយជាមួយខ្ញុំបាទ VC ថ្ងៃនេះផងដែរហ្នឹងគឺអត់ដូចរាល់ដងនោះទេគឺអត់បានមកសម្រាយរឿងជូនគ្នាយើងទស្សនាអីនោះទេក៏ប៉ុន្តែហ្នឹងគឺមកស្នើសុំគ្នាយើងតែម្ដងចំពោះអ្នកណាដែលគាត់ចង់តាមដានជាមួយនឹងរឿង Soichi នៅ Season ទី2ហ្នឹងគឺអាចចុច link នៅក្នុង comment នៃវីដេអូខាងក្រោមនេះបានណាគ្នាយើងហើយតាក់ទងជាមួយនឹងវីដេអូ Head Admin អត់ផុសនៅក្នុង channel មួយនេះក៏ដោយសារតែនៅក្នុង channel មួយនេះហ្នឹង admin ជាប់ជាមួយនឹង reuse content បាត់ហើយអញ្ចឹងហើយហ្នឹងគឺ admin បានយកវាទៅដាក់នៅ channel មួយទៀតប៉ុន្តែ admin អត់ដឹងថាចុចនៅក្នុង channel ធំឬ channel តូចថ្មីអីនោះទេហើយអ្នកដែលអស់គ្នាដែលបានស្ដាប់ intro ហ្នឹងគឺ admin គួរអស់សម្ដេចមែនត្រង់ថា admin គឺធ្វើវីដេអូទុកឯងក្របប្រាប់គ្នាយើងថាទៅមើលនៅក្នុងវីដេអូនៅក្នុង link នៅក្នុង description នៃវីដេអូនេះអញ្ចឹងណាហើយមួយវិញទៀតចង់និយាយលេងមួយគ្នាយើងតាក់ទងមួយសំណួរមួយចំនួនខ្ញុំជឿថាគ្នាយើងហ្នឹងគឺអ្នកមកថ្មីច្រើនតាក់ទងមួយនឹងអ្នកស្គាល់ខ្ញុំចាស់ហ្នឹងគឺមានតិចមែនតែនក្នុង channel មួយនេះតាមក៏ប៉ុន្តែអ្នកដែលគាត់តាមដានមើលរឿង anime One Piece គាត់ប្រហែលជាអាចនឹងស្គាល់ខ្ញុំមួយចំនួនហើយគ្នាយើងខ្លះទៀតហ្នឹងគាត់អត់ស្គាល់តែម្ដងពេលដែលគាត់មកមើលរឿងហ្នឹងគាត់ comment ថាគាត់ជា fan ថ្មីទាំងដែលគាត់ហ្នឹងគឺអត់បានដឹងថាយើងធ្លាប់ធ្វើវីដេអូពីមុនមកទេខ្ញុំបានអាន comment ខ្លះទៀតខ្ញុំចាំអារម្មណ៍ comment មួយគាត់សួរខ្ញុំថាយូរឯងនៅកពតមែនខ្ញុំឆ្ងល់ថាសលេងអ្នកកពតដូចអ្នកសៀមរាបមែនហើយមួយទៀតគឺសួរខ្ញុំយូរឯងអាយុ18 19មែនខ្ញុំចាស់អារម្មណ៍ថាអីក៏គិតខ្ញុំក្មេងម្ល៉េះតាមពិតចាស់ហើយមាន comment គ្នាយើងច្រើនទៀតអានហើយមានអារម្មណ៍ថាចង់សើចបន្តិចសប្បាយចិត្តបន្តិចហួសចិត្តបន្តិចតែអារម្មណ៍ហ្នឹងគឺមិនដឹងពិបាកក្នុងការនិយាយតែថាវាសប្បាយចិត្តដែរដែលឃើញគ្នាយើងចូល comment ក្នុងវីដេអូអីចឹងណាតែយ៉ាងណាក៏ដោយ admin នឹងធ្វើវីដេអូបន្តទៀតតែក្រៅថានៅក្នុង channel ផ្សេងហើយសង្ឃឹមថាគ្នាយើងកុំភ្លេចចុចជួយ like ក៏ដូចជា subscribe នៅក្នុង channel ថ្មីដែល admin នឹងដាក់ link នៅក្នុង description នៃវីដេអូនេះក៏ដូចជាក្នុង comment នៃវីដេអូនេះណាគ្នាយើងហើយមួយវិញទៀតតើតើជាមួយនឹងការសម្រាយរឿង anime Soichi នេះនៅក្នុង channel នេះគឺ admin ផ្អាកប៉ុណ្ណឹងសិនតតែខែក្រោយហ្នឹងទើបយើងអាចស្នើសុំជាមួយនឹង channel មួយនេះបានជាមួយនឹង YouTube អីចឹងណាហើយមួយវិញទៀត admin អត់ហ៊ានផុសអីផ្ដេសផ្ដាសទេដោយសារតែវាជាប់ copyright strike ហើយនេះហើយគ្នាយើងប្រហែលជានឹងរងចាំដល់ខែក្រោយបានយើងអាចមកទស្សនាវីដេអូហ្នឹងនៅក្នុង channel មួយនេះវិញអញ្ចឹងគឺមានតែដំណឹងប៉ុណ្្នឹងឯងអរគុណគ្នាយើងដែលតែងតែគ្រប់គ្រងក៏ដូចជាមើលវីដេអូរបស់ admin ហ្នឹងកន្លងមកផងដែរហើយមួយវិញទៀតគ្នាយើងចង់មានសំណួរអីសួរ admin ហ្នឹងគឺអាចសួរបានចាំ admin នឹងធ្វើវីដេអូជា Q&A មួយតម្លៃឲ្យគ្នាយើងទស្សនាអញ្ចឹងណាហើយតាក់ទងមួយការ live ហ្នឹងគឺ admin ឈប់ live ឈប់អីហើយគឺហត់ព្រោះឯងអង្គុយនិយាយអាន comment វាយូរពេកវាហត់អញ្ចឹងគិតថាបើយកពេលហ្នឹងមកអង្គុយមើលរឿងក៏ដូចជាកាត់វីដេអូហ្នឹងគឺវាចំណេញពេលជាងអញ្ចឹងហើយហ្នឹងគឺឲ្យសូមអភ័យទោសទៅកាន់គ្នាយើងគ្រប់គ្នាមែនតើដែលអត់អាចបាន live បន្តទៀតអញ្ចឹងណាតែយ៉ាងណាក៏ដោយគឺអរគុណអ្នកនរគ្នាដែលតែងតែចុចជួយ like ក៏ដូចជា subscribe អ្នកខ្លះទៀតហ្នឹងគឺតែងតែជួយឧបត្ថម្ភផងដែរពិតជាអរគុណទៅដល់គ្នាយើងធំមែនតើតោះប៉ុណ្ណឹងបានហើយបាយបាយជួបគ្នានៅវីដេអូបន្ទាប់នៅក្នុង channel មួយទៀតបាយបាយ